សយន្តសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃទី16ខែ1 2026ហើយនៅទីនេះបងប្អូនឃើញនេះគឺកំពុងតែតទឹកដាក់ក្រវាញបងប្អូនទើបតែតហើយមិញខាងក្រោយសិតតែចំការក្រវាញហើយនៅទីនេះគឺជាថ្នាលបដោះកូនបងប្អូនមកប៉ែកខាងនោះគឺដើមបាទចំការក្រវាញធំបាទមកប៉ែកខាងនោះហើយមកជួរខាងក្រោយនេះគឺកូនឥឡូវកំពុងតែតទឹកហើយតហើយបងប្អូនឥឡូវនេះម៉ោង6ជាងហើយបាទម៉ោង6ជាងហើយអានេះតហើយយើងនឹងដាក់កូនមកបដោះមកជួរនេះទៀតបងប្អូនបាទនេះគឺកូនយើងហើយត្រៀមបញ្ចេញសម្រាប់បងបានកក់ទុកបាទកក់ទុកហើយគាត់ត្រៀមយកនៅខែ5ខែ6បងប្អូនបាទគាត់ដាំដើមឆ្នាំទៅហើយពាក់ព័ន្ធនឹងការដាំក្រវាញបងប្អូននេះរដូវប្រាំងនេះទឹកសំខាន់ណាស់បាទទឹកសំខាន់ហើយម្លប់ក៏សំខាន់ដែរបងប្អូននៅទីនេះយើងមានម្លប់ឈើម្លប់អីហើយម្លប់ឈើអត់គ្រប់ហ្នឹងនៅទីនេះយើងនឹងត្រៀមចាប់ប្រក់ស្បៃវាទៀតបាទប្រក់ស្បៃក្រោយពីតទឹកហើយហ្នឹងយើងនឹងធ្វើការប្រក់ស្បៃវាបន្តទៀតបាទដោយសារក្រវាញវាដោះវាត្រូវការម្លប់ហើយនឹងសំណើមដីល្អបាទម្លប់ច្រើនបន្តិចហើយសំណើមដីល្អកាលណាម្លប់អត់គ្រប់គ្រាន់ទេដើមវាអត់ខ្ពស់ទេបងប្អូនហើយក្រហមរិញតែនឹងហើយអាយុអត់វែងទៀតអាចនឹងងាប់ទៅវិញអាយុអត់វែងទេប៉ុន្តែបើសិនជាយើងរៀបត្រូវវាឲ្យបានសមស្របជាទូទៅក្រវាញយើងអាចដាំនៅទីណាក៏បានដែរបងប្អូនខ្ញុំបានពិសោធន៍ដាំច្រើនកន្លែងហើយបាទហើយនៅទីនេះហ្នឹងគឺកូនទាំងអស់នេះគឺសុទ្ធតែមានបងគាត់កក់ទុករួចហើយបាទគាត់កក់ទុករួចហើយអញ្ចឹងអ្វីដែលខ្ញុំចង់ជជែកនៅក្នុងវីដេអូនេះគឺជាការផ្ញើនៅសេចក្តីនឹករលឹកជាមួយជូនចំពោះបងប្អូនទាំងអស់គ្នាបាទយើងខានជួបគ្នាយូរហើយខានជជែកគ្នាអំពីក្រវាញនេះយូរដែរហើយបាទដោយសារខ្ញុំរវល់ការងារច្រើនផងអីផងទៅក៏អត់បានជជែកអញ្ចឹងបងប្អូនក្រវាញដាំដោះអត់ប្រកាន់រដូវទេរដូវនេះក៏អាចដាំបានដែរបងប្អូនដោយសារខ្ញុំនឹងត្រៀមបដោះត្រៀមអីនៅជួរនេះទៀតហើយនៅចកាក៏ដូចគ្នាដែរយើងអត់ប្រកាន់ក្រវាញវាអត់ប្រកាន់រដូវទេយើងអាចដាំនៅរដូវណាខែណាក៏បានដែរបើរដូវប្រាំងបងប្អូនត្រូវមានទឹកស្រោចស្រពបាទខ្ញុំដាក់រៀងខ្ពស់បន្តិចតាមពិតវាត្រូវតែត្រឹមនេះអីល្មមហើយកន្លែងបដោះកូនណាបងប្អូនប៉ុន្តែដោយសារទីបម្ដងខ្ញុំកាត់ជា2កណាត់ម្ដងកាត់ជា2កណាត់យើងខ្ជិលទុកវាក៏ប្រឡែងតាមតំណើរៀងខ្ពស់បន្តិចបាទមែនតើទៅត្រឹម1ម៉ែត្រចាត់អីហ្នឹងគឺអាចដាំបានហើយបងប្អូនអាចបដោះកូនបានហើយយើងបដោះកូននៅខាងក្រោមនេះបាទបដោះកូននៅខាងក្រោមនេះហើយចកាដើមធំនៅខាងនោះតែអ្វីដែលចង់ជជែកហ្នឹងគឺគាត់ណាបង្ហាញបងប្អូននៅទីនេះយើងនឹងបដោះកូនវាហើយការដាំដោះក្រវាញវាអត់ប្រកាន់រដូវទេរដូវណាក៏អាចបដោះបានរដូវណាក៏អាចដាំបានបើសិនជាបងប្អូនមានម្លប់គ្រប់គ្រាន់មានទឹកស្រោចស្រពគ្រប់គ្រាន់បាទអរគុណបងប្អូនជូនខ្លីៗប៉ុណ្នេះអំពីទស្សនវិជ្ជាសួនក្រវាញរបស់ខ្ញុំហើយឃើញថាស្រស់បំប្រងដែរមកដុំខាងនោះបងប្អូនឃើញរៀងស្លោកហ្នឹងដោយសារម្លប់អត់គ្រប់បងប្អូនឃើញខាងលើនោះខាងលើម្លប់អត់គ្រប់កាលណាម្លប់អត់គ្រប់ខាងក្រោមវាស្លោកអញ្ចឹងឯងវាស្លោកហើយយើងដាក់ទឹកទៅរលួយអញ្ចឹងឯងបានជានៅត្រៀមប្រក់ស្បៃវាវិញបាទប្រក់ស្បៃម្ដុំកន្លែងណាដែលម្លប់អត់គ្រប់កន្លែងណាម្លប់ឈើគ្រប់គ្រាន់គឺយើងអត់ប្រក់ស្បៃវាទេបាទអត់ជាបញ្ហាទេបាទអរគុណជួបគ្នានៅពេលបន្តទៀតនៅពេលបន្តទៀតបងប្អូនមានអ្វីចូលរួមអាចសរសេរបានខាងក្រោមបាទហើយអរគុណម្ដងទៀតសម្រាប់ការតាមដានទស្សនា